Hello សួស្តីអ្នកគ្នាជួបជាមួយនឹងខ្ញុំអនុរាកវ៉ាគីទៀតហើយថ្ងៃនេះខ្ញុំនឹងមកសម្ដែងរឿងជាស្ដែងបងស្រីទៅគឺរមមគួរជឿប៉ុន្តែអ្នកល្ងងខ្លៅពេកភាគទី8 admin sorry ផងព្រោះadminអត់បានចេញវីដេអូឡើងជិតមួយខែហើយដោយសារតែadminពេលវាកងនិយាយទៅ admin ត្រូវការចំណាយពេលក្នុងការដើរលេងជួបជុំគ្រួសារចឹងហើយadmin អត់បានចេញរឿងទេហើយថ្ងៃនេះadmin ឆ្លៀតពេលទំនេរចេញរឿងបន្តិចតែ admin រៀងស្អកស្លេងព្រោះ admin កំពុងផ្ដាសាយចឹងកុំឲ្យចូលទៅសាច់រឿងយើងវិញឆ្ងាយទៀតយើងចាប់ផ្ដើមចូលសាច់រឿងយើងទាំងអស់គ្នាមិនអីទេវាមិនអាចទៅរួចទេក្នុងការស្ទាត់ជំនាញបច្ចេកទេសឈិញហ្វេងយ៉ាងលឿនក្នុងរយៈពេលត្រឹមតែ1រសៀលលើពីនេះខ្ញុំបានឮថាសិស្សខាងក្រៅមួយចំនួនមកពីសាខាតូចៗនៃគ្រួសារមានអំណាចដូច្នេះវាជាការល្អបំផុតប្រសិនបើយើងរក្សាភាពស្ងៀមស្ងាត់សូមអរគុណបើដូច្នោះមែនខ្ញុំមិនគួរព្យាយាមការអួតអាងពេកនឹងនាំឲ្យត្រូវគេបណ្តេញចេញតែប៉ុណ្ណោះការមានឋានៈមធ្យមគឺល្អជាងខ្ញុំគ្រាន់តែសូមចំណាយពេលរបស់ខ្ញុំដោយសន្តិភាពនៅក្នុងឆាងមីងខាងក្រៅប៉ុណ្ណោះចប់ថ្នាក់រៀនថ្ងៃនេះត្រឹមប៉ុណ្ណឹងអ្នករាល់គ្នាទៅញ៉ាំអាហារថ្ងៃត្រង់នៅអាហារស្ថានខ្ញុំចាំថាញ៉ាំយេឈៀវមកចុះលោកគ្រូវ័យក្មេងខ្ញុំនឹងបង្ហាញអ្នកនៅជុំវិញតើនេះជាដាវវាសនារបស់អ្នកឬសម្ភារៈដែលប្រើប្រាស់សម្រាប់ដាវនៅក្នុងពិភពនៃការដាំដុះគឺពិសេសណាស់សូម្បីតែដាវធម្មតាបំផុតក៏ធ្ងន់ដែរខ្ញុំឆ្ងល់ថាតើដាវវិញ្ញាណរបស់អ្នកដាំដុះមានលក្ខណៈបែបណាវាត្រូវបានគេហៅថាដាវពេលល្ងាចនិងពេលព្រឹកហើយវាជាប់ចំណាត់ថ្នាក់ទី3នៅក្នុងបញ្ជីអាវុធវេទមន្តវាជាអំណោយពីចៅហ្វាយរបស់ខ្ញុំនៅពេលដែលខ្ញុំជួបគាត់លើកដំបូងតើខ្ញុំអាចប៉ះវាបានទេនេះជាប្រពន្ធរបស់ខ្ញុំដាវគឺជាភរិយារបស់អ្នកដាំដុះដាវតើខ្ញុំអាចប៉ះប្រពន្ធរបស់អ្នកបានទេអ្នកគួរសមទេវាមិនអីទេខ្ញុំនឹងអនុញ្ញាតឲ្យអ្នកប៉ះតែម្ដងប៉ុណ្ណោះត្រជាក់ណាស់មូលហេតុដែលវាត្រជាក់ប្រហែលជាដោយសារតែសម្ភារៈនៃដាវខ្លួនឯងដាវរបស់ខ្ញុំធ្វើពីទឹកកកអាយុ1000ឆ្នាំប៉ុន្តែដាវពេលព្រឹកនិងពេលល្ងាចមិនបានវាយប្រហារអ្នកទេឬអ្នកដែលព្យាយាមប៉ះវាពីមុនតែងតែត្រូវបានវាយប្រហារឲ្យសន្លប់ជានិច្ចដាវវិញ្ញាណទាំងអស់សុទ្ធតែមានចរិតលក្ខណៈផ្ទាល់ខ្លួនជាពិសេសដាវវិញ្ញាណកម្រិតខ្ពស់ដូចជាដាវពេលព្រឹកនិងពេលល្ងាចនោះមានន័យថាខ្ញុំគួរឲ្យចូលចិត្ត
នេះជាលើកដំបូងហើយដែលខ្ញុំធ្លាប់ឃើញនរណាម្នាក់ញ៉ាំច្រើនយ៉ាងនេះអូដូច្នេះអ្នកគឺជាអ្នកហ្វឹកហាត់ដើរបើដូច្នោះហេតុអ្វីបានជាអ្នកគូររូបតាលីស្មានតើអ្នកកំពុងអនុវត្តការដាំដុះពីផ្លូវមែនទេអើយស្នេហ៍មានជើងស្អកអីបើស្ដាប់មិនសូវឮក៏កុំប្រកាន់អីចាំមានកែសំឡេងឲ្យជើងឮខ្ញុំទើបតែគូតាលីស្មានដោយចៃដន្យរហូតមកដល់ពេលនេះខ្ញុំអាចគូបានតែតាលីស្មានសាមញ្ញបំផុតប៉ុណ្ណោះខ្ញុំមិនដែលឃើញសៀវភៅតាលីស្មានត្រឹមត្រូវទេខ្ញុំពឹងផ្អែកទាំងស្រុងលើការចងចាំនៅក្នុងចិត្តរបស់ម្ចាស់ដើមដូច្នេះខ្ញុំមិនអាចចាត់ទុកថាជាអ្នកដាំដុះតាលីស្មានតតែសោះប្រសិនបើអ្នកចង់រៀនពីរបៀបគូររូបតាលីស្មានហេតុអ្វីមិនសួរបងប្រុសមីងសួនសម្រាប់ការណែនាំយ៉ាងណាក៏ដោយគាត់គឺជាកូនចៅផ្ទាល់របស់គ្រួសារដ៏អស្ចារ្យមួយក្នុងចំណោមគ្រួសារធំៗទាំង8ហើយក៏ជាអ្នកដាំដុះតាលីស្មានតែម្នាក់គត់ក្នុងចំណោមសិស្សផ្ទាល់របស់ឆាងមីងឆ្នាំនេះផងដែរគាត់មានចរិតឆ្មើងឆ្មៃហើយពិបាកចុះសម្រុងជាមួយណាគាត់មានភាពស្និទ្ធស្នាលតែជាមួយបងប្រុសច្បងទី3របស់ខ្ញុំប៉ុណ្ណោះមីងសួនតួឯកប្រុសទី2ដ៏អាក្រក់នៅក្នុងប្រឡំលោកក្រោយមកដោយមិនអាចទម្លុះរបាំងនោះបានគាត់ក៏បានវិវត្តទៅជាអារក្សខាងក្នុងហើយនៅទីបំផុតបានធ្លាក់ចូលទៅក្នុងមាគ៌ាអារក្សដោយក្លាយជាចៅហ្វាយក្មេងនៃពូជអារក្សបន្ទាប់ពីត្រូវបានអារក្សចូលសណ្ឋិតគាត់បានលងស្នេហ៍នឹងតួឯកស្រីតាំងពីដំបូងហើយបានចាប់ផ្ដើមដំណើររបស់គាត់ក្នុងការប្រកួតប្រជែងជាមួយក្រុមតួប្រុស8នាងមីងសួនបានធ្លាក់ចូលទៅក្នុងការសណ្ឋិតរបស់អារក្សហើយមូចុងស៊ីបានបំផ្លាញបេះដូងតើយរបស់គាត់ហើយបានក្លាយជាតើក្រុមមនុស្សដែលមានទេពកោសល្យដ៏អស្ចារ្យនិងមានសក្តានុពលបែបនេះអាចបញ្ចប់ដោយជោគវាសនាដ៏សោកសៅបែបនេះដោយរបៀបណាហើយរឿងយើងនៅភាគនេះក៏ចប់នៅត្រឹមតែប៉ុណ្នេះបើអ្នកនរគ្នាមានចម្ងល់ឬក៏ចង់មើលភាគទី9អាចទាក់ទងមកអាចខមមិនបានព្រោះអីអត់មាននឹងជ្រាបពេលទំនេរក្នុងការមើលព្រោះអីអត់មានរៀនរវល់ក្នុងការសិក្សាចឹងហើយអត់បានចេញរឿងឲ្យអ្នកគ្នាទេព្រោះអីអត់មានចូលរៀនវិញហើយបើអត់មានវ៉ាកងទេមានអាចធ្វើរឿងឲ្យបានតែអាពេលការវ៉ាកងហ្នឹងគឺអត់មានរវល់តែដើរលេងជុំគ្រួសារចឹងហើយអត់បានចេញរឿងឲ្យឥឡូវរឿងយើងបានចប់នៅត្រឹមតែប៉ុណ្នេះជួបគ្នានៅវីដេអូក្រោយណាអ្នកគ្នាបាយបាយ